បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាអំពីមហាព្រឹត្តិការណ៍បាទចាក់នំបំបែងស្នូលចែកជូនពិសាដោយសេរី3000បន្ទះនៅក្នុងភូមិអង្គរក្រៅឃុំដូនតីស្រុកពញាក្រៃខេត្តត្បូងឃ្មុំបាទហើយនៅក្នុងមហាព្រឹត្តិការណ៍នេះយើងមើលឃើញមានអ្នកទស្សនាមានអ្នកចូលរួមច្រើនមែនទែនដែលវិហុសពីការរំពឹងទុករបស់យើងអញ្ចឹងដើម្បីចង់ដឹងថាតើនៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់មហាជនយ៉ាងណាយ៉ាងណីនោះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមទស្សនាទាំងអស់គ្នាបាទបាទហើយនេះគឺជាសកម្មភាពដែលខ្ញុំបានមកប្រទេសគេនឹងឯងដែរបាទកុំឲ្យថាមកចូលរួមមិនបានអីសោះអញ្ចឹងបានមកប្រទេសដែរបាទបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាបាទជំវិញការចូលរួមនៅកម្មវិធីចាក់នំបំបែងស្នូលហើយថានំបាញ់ឆៅនេះគឺមានការចូលរួមច្រើនហើយនេះគឺជាស្តង់នីមួយដែលបានដាក់តម្រៀបចាក់នំបំបែងស្នូលដើម្បីចែកជូនមហាជនរបស់យើងដើម្បីចូលរួមអញ្ចឹងយើងមើលឃើញអំពីភាពពិសេសមួយដែលសារតែមិនធ្លាប់មានពីមុនមកទេព្រឹត្តិការណ៍នេះថ្មីមែនទែនសម្រាប់ការប្រគំឡើងការធ្វើឡើងនៅក្នុងខេត្តត្បូងឃ្មុំបាទទាំងក្នុងនាមខ្ញុំបាទដែលជាប្រជាជននៅក្នុងខេត្តត្បូងឃ្មុំបាទសូមកោតសរសើរទៅលើការរៀបចំឡើងបាទពីគណៈគ្រប់គ្រងខេត្តក៏ដូចជាគណៈគ្រប់គ្រងស្រុកបាទអញ្ចឹងគឺពិសេសអញ្ចឹងយើងសង្ឃឹមថានៅក្នុងឆ្នាំក្រោយប្រហែលជានឹងអាចមានបែបនេះទៀតឲ្យមានការចូលរួមកាន់តែច្រើនកកច្រើនជាងនេះទៅទៀតបាទមកផ្ទះហើយមួយចូលនំគ្រក់បាទហើយនេះគឺជាស្តង់បាទដែលរៀបចំសម្រាប់ចាក់ជូនបងប្អូនបាទហូបទាំងអស់គ្នាអញ្ចឹងនេះគឺស្តង់វិទ្យាល័យហ៊ុនសែនវិទ្យាក្រៃដែលជាវិទ្យាល័យរបស់ខ្ញុំបាទហើយយើងមើលឃើញថាអ្នកមានគូបាទអ្នកអត់គូបាទមកអស់ហើយអញ្ចឹងនេះពិសេសមែនតើបាទបាទហើយសូមបញ្ជាក់ផងដែរថានៅភូមិ
អង្គរក្រៅនេះគឺស្ថិតនៅជិតភូមិអង្គរក្នុងដែលជាអតីតរាជធានីអន្តរបុរៈដែលមានតាំងពីក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី2មកម្លេះហើយនៅក្នុងរាជធានីនេះក៏ជាធ្លាប់ជាអតីតរាជធានីរបស់លួងប្រសាទកនមកដែរហៅថាក្រុងសន្លប់វិជ័យព្រៃនគរនោះឯងបាទបាទចឹងសូមគោរពអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនានៅទស្សនវិជ្ជាមហាព្រឹត្តិការណ៍ចាក់នំបំបែងស្នូល3000ផ្ទះនេះអញ្ចឹងយើងមានតែប៉ុណ្្នេះទេមិនមានអ្វីចាស់ជាងនេះទេបាទអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាសូមគោរពលាបាទជួបគ្នាវីដេអូក្រោយ